សួស្តីទាំងអស់គ្នានៅក្នុងមេរៀននេះយើងនឹងរៀនធ្វើលំហាត់ IELTS reading សូមអនុញ្ញាតថាទាំងអស់គ្នាអត់ស្គាល់ vertical farming ជាអីទេសម្រាប់អ្នកចេះខ្ញុំមិននិយាយណាតែខ្ញុំនឹងប្រាប់ពីរបៀប scan រកចម្លើយដំបូងយើងត្រូវមើលសំណួរសិនតែគេចង់បានអីសំណួរលេខ1ដល់លេខ8ហ្នឹង true false not given ព័ត៌មានពិតមិនពិតនិងព័ត៌មានមិនត្រូវបានគេផ្ដល់ឲ្យទី1យើងត្រូវមើលសំណួរសិនព្រោះជាទូទៅចម្លើយគឺដេញពីលើចុះក្រោមនៃអត្ថបទ Vertical farming uses more land than traditional agriculture. Vertical farming គឺប្រើ land ឬក៏ដីតិចជាងការដាំដុះធម្មតាឬក៏ដាំដុះបែបបុរាណយើងមើល paragraph ទី1សិន Vertical farming is an agricultural method in which crops are grown in vertical stack layers, often integrated into buildings such as skyscraper, warehouse, or shipping container. This approach aims to maximize food production in limited spaces sorry ជាមានថាយើងដាំដុះបានច្រើនប៉ុន្តែនៅក្នុង space ដែលមានកម្រិតអញ្ចឹងណាមិន space តូច and reduce environmental impact of traditional farming តែកំដៅអាចសុំទៅមុខទៀតសិន paragraph ទី2ជាទូទៅសំណួរហ្នឹងគឺមានចម្លើយដេញពីលើចុះក្រោមនៃអត្ថបទតែម្ដង One of the primary benefits of vertical farming is efficient use of land ដែរគឺការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាព As global population rise and urban area expand, farmland is becoming increasingly scarce ដោយសារអីមនុស្សកាន់តែច្រើនហើយដីដាំដុះនោះក៏កាន់តែប្រីអញ្ចឹងវាមិនថាវាខ្វះខាតជាងមុនទេព្រោះមនុស្សច្រើនទៅ Vertical farm address this problem អត្រេនេះគឺដោះស្រាយបញ្ហាហ្នឹងដោយ allowing crop to be grown in controlled indoor environment using hydroponic and aeroponic requiring significant less land area compared to conventional agriculture ឡើយនេះគឺចម្លើយលើកគោកហ្មងមានន័យថាដោយសារតែវាដាំនៅក្នុងផ្ទះហើយ control temperature បានអ្វីក៏ control បានអញ្ចឹងណាអញ្ចឹងវាប្រើដីតិចជាងការដាំដុះបែបបុរាណអញ្ចឹងឡើយនេះយើងឃើញចម្លើយនៅតែម្ដងគឺ use more land and traditional agriculture វាថា use more តែជាស្ដែងគឺប្រើតិចជាងប្រើដីតិចជាងឡើយហ្នឹងគឺ falseលេខ2 Water used in vertical farming is significantly lower than in indoor farming ទឹកដែលប្រើនៅក្នុង vertical farming significant ហ្នឹងគឺប្រើប្រាស់តិចជាងមែនតើឆ្ងាយមក significant គឺឆ្ងាយជាងដាំដុះនៅក្រៅទៅមុខទៀត Another advantage is to reduce the need of water មួយទៀតហ្នឹងគឺការកាត់បន្ថយការប្រើប្រាស់ទឹក Vertical farm typically use closed loop irrigation system ប្រព័ន្ធទឹកបិទជិត with recycle water and nutrient អញ្ចឹងមានន័យថាទឹកហើយនឹងសារធាតុចិញ្ចឹមគឺត្រឡប់មកវិញ This can reduce water consumption by up to 95%តែបើយើងឈប់ពីខាងលើ the need of water ហ្នឹងមិនទៅតំណងហើយប៉ុន្តែមានកលឹះមួយទៀតបើពាក្យ significant មានកាត់បន្ថយការប្រើប្រាស់ទឹកច្រើនខ្លាំងណាអញ្ចឹងអានេះច្រើនខ្លាំងគឺ 95% នឹងឯងវាពិតជាកាត់បន្ថយការប្រើប្រាស់ទឹកច្រើនខ្លាំងពិតមែនអញ្ចឹងឡើយហ្នឹងគឺ trueលេខ3 vertical farm do not require pesticide គឺថ្នាំស្លាប់សត្វល្អិតមិនได้អត់ត្រូវការសោះហ្មងគេពាក្យ do not អញ្ចឹងយើងមើលម្ដងទៀតនៅខាងលើនេះយើងអានអត់អស់ទេ additionally because these farms are indoor ដោយសារតែ farm ហ្នឹងដាំនៅខាងក្នុងផ្ទះ crop are protected from adverse weather condition and pests ហ្នឹងគឺសត្វល្អិតចង្រៃ reducing the need for chemical pesticide អញ្ចឹងយើងអត់ត្រូវការតាមស្លាប់សត្វល្អិតទេគេប្រើពាក្យកាត់បន្ថយមិនមែនអត់ប្រើទេដល់នេះច្រឡំចាញ់មកគេប្រើពាក្យ reduce ច្បាស់កន្លែងគេអត់មានប្រើពាក្យអត់ប្រើទេគេប្រើពាក្យកាត់បន្ថយអញ្ចឹងកន្លែងនេះគេប្រើពាក្យថាមិនប្រើអញ្ចឹងនេះគឺខុសហើយគេប្រើតែប្រើតិចលេខ4 weather changes have minimal impact on vertical farm yield ការផ្លាស់ប្ដូរអាកាសធាតុគឺប៉ះពាល់តិចតួចទេទៅដល់ vertical farm នឹងជាទូទៅពាក្យនៅក្នុងអត្ថបទក្នុងសំណួរវាអាចប្រើពាក្យខុសគ្នាតែន័យតែមួយសំខាន់អានេះគេហៅ paraphrase ណាចឹងយើងមើលកន្លែងយើងមើលមិញ crops are protected from adverse weather condition adverse ហ្នឹងគឺខ្លាំងប៉ះពាល់ខ្លាំងការប៉ះពាល់ខ្លាំងដោយសារអី because this farm are indoor ដោយសារតែ farm ហ្នឹងគឺវា grow នៅខាងក្នុងផ្ទះឯងហ្នឹងទៅអញ្ចឹងវាត្រូវការបានការការពារពីការប៉ះពាល់អាកាសធាតុខ្លាំងអញ្ចឹងកន្លែងហ្នឹងវាពិតជាអញ្ចឹងមែន true minimal impact ហ្នឹងមិនได้ប៉ះពាល់minimal ហ្នឹងតិចតួចអញ្ចឹងការផ្លាស់ប្ដូរអាកាសធាតុនៅក្រៅហ្នឹងគឺប៉ះពាល់តិចតួចទេដល់ crop ហ្នឹងវាព្រោះវាត្រូវបានការការពារ
លេខ5 The biggest challenge for vertical farm is the cost of seed បញ្ហាចម្បងធំបំផុតហ្នឹងគឺតម្លៃដែលក្របដែលយកមកដាំហ្នឹងណាតម្លៃពូជនៃរួម However, vertical farm face challenges, most notably high energy consumption ប្រើថាមពលច្រើន artificial lighting ហើយនឹងប្រើទស្សននិមិត្ត essential for indoor plant growth and maintaining control temperature ទាំងអស់ហ្នឹងគឺជាអាកាសសិប្បនិមិត្តហើយ humidity level អត្រាសំណើមសិតត្រូវការ continuous power ទាំងអស់សិតត្រូវការថាមពលទាំងអស់ Although renewable energy source can offset គឺកាត់កងយើងប្រើប្រព័ន្ធនិយាយថាថាមពលក៏កាត់ឡើងវិញដែរវាកាត់កងដែរប៉ុន្តែអត់អស់ទេ Initial cost of setting up vertical farm remain a barrier មានន័យថាលុយដែលប្រើមក set up vertical farm នឹងនៅជាឧបសគ្គ remain a barrier ចឹងកន្លែងហ្នឹងតម្លៃថ្លៃហ្នឹងមិនមែនតម្លៃស៊ីទេគឺតម្លៃ energy consumption ដែលយកមកប្រើបានយកមក run vertical farm ទាំងមូលហ្នឹងចឹង the biggest challenge ហ្នឹងគឺមិនមែន cost of seed ទេគឺ energy consumption ដែលយើងអានមិញហ្នឹងណាចឹង false លេខ6គេពាក្យ future improvement in technology may help vertical farming become more sustainable មាននិរន្តរភាពទៅមុខទៀតបានយូរអង្វែងការអភិវឌ្ឍនៃបច្ចេកវិទ្យាគឺជួយឲ្យ vertical farming នេះបានយូរអង្វែងចឹងទៅជាស្អីអ្នកគ្នាមើលនៅលើ paragraph ចុងក្រោយ overall សរុបមក vertical farming offer promising solution for feeding growing urban population but its long-term sustainability depend on advancement in energy efficiency technology គេអត់ប្រើពាក្យ improvement ទេគេប្រើពាក្យ advancement តែស្អីនៃតែមួយទេតែគេវិជាកាន់តែទំនើបទៅថ្ងៃក្រោយទៅវាអាចធ្វើឲ្យតម្លៃenergy វាធ្លាក់ចុះវាធូរថ្លៃជាងមុនទៅវាធ្វើឲ្យ vertical farm វា affordable ហើយរស់បានយូរអង្វែង sustainability នេះចម្លើយកន្លែងហ្នឹងគឺ true លេខ7 vertical farming was first developed in Japan and later adopted internationally vertical farm ត្រូវបានគេធ្វើដំបូងនៅជប៉ុនហើយអនុវត្តទៅពិភពលោកទៅតែសួរថានៅក្នុងហ្នឹងកន្លែងណាដែលនិយាយពីជប៉ុនអត់មានទេណាចឹងតែអត់មានយើងបកមកចប់ហើយគឺ not given លេខ8 most consumer believe vertical farm produce នេះកសិផលមិនមែនផលិតទេ taste better than traditional grown produce បានន័យថាកសិផលដែលដាំក្នុង vertical farm វាឆ្ងាញ់ជាងtaste better តែកន្លែងហ្នឹងក៏គេអត់មាននិយាយពីរសជាតិអីដែរគេមាននិយាយទេចឹងកន្លែងហ្នឹងគឺ not given ដូចគ្នា